ការពារប្រទេស NATO ណាមួយនៅឡើយហើយថែមទាំងលើកទឹកចិត្តឲ្យរុស្ស៊ីវាយប្រហារទៀតផងលើសមាជិក NATO ដែលមិនបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្នុងការចំណាយតាមគោលការណ៍របស់ NATO ប្រទេស3 អេស្តូនី ហ្វាំងឡង់ និង លេតូនី ហាក់ដូចជាអស់ជំនឿលើ NATO ទប់ទល់ជាមួយរុស្ស៊ីបន្ទាប់ពីលោកត្រាំគម្រាមដកខ្លួនចេញពីសម្ព័ន្ធយោធានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង3សុទ្ធតែបង្ហាញអំពីក្តីកង្វល់ចំពោះការគម្រាមដកខ្លួនរបស់លោកត្រាំមេដឹកនាំអេតូនី អេស្តូនី និង ហ្វាំងឡង់ បានជំរុញឲ្យសម្ព័ន្ធភាពនេះឈប់ជជែកវែកញែកមិនអស់មិនហើយពីរបៀបទប់ទល់ជាមួយរុស្ស៊ីទៀតទៅពលគឺធ្វើយ៉ាងណាពង្រឹងបង្កើនការការពារទ្វីបអឺរ៉ុបបានល្អវិញប្រធានាធិបតីលេតូនីលោក Edgar Rinkēvik ទទួលស្គាល់ថាយើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេនេះគឺជារឿងពិតអាមេរិកគឺសំខាន់ចំណែកឯនាយករដ្ឋមន្ត្រីអេស្តូនីលោក Kristen Michael បានបន្ថែមថាយើងត្រូវបង្កើនសមត្ថភាពការពាររបស់យើងដោយសារតែការគំរាមកំហែងរបស់រុស្ស៊ីនិងអសមត្ថភាពរបស់ខ្លួនក្នុងការក្លាយជាលទ្ធិប្រជាធិបតេយ្យនិងប្រតិបត្តិការនៅក្នុងពិភពលោកដោយឡែកប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បានលើកឡើងថាសម្ដីរបស់លោកត្រាំឲ្យសមាជិកទាំងឡាយបង្កើនកញ្ចប់ការពារគឺជារឿងដ៏ត្រឹមត្រូវគ្រប់គ្នាត្រូវកែតម្រូវផ្នែកការពាររបស់ពួកគេ3ប្រទេសនេះគឺជាសមាជិក NATO ដែលមានព្រំប្រទល់ជាប់រុស្ស៊ីពលគឺមានចម្ងាយ 1931 គីឡូម៉ែត្រគិតចាប់ពីចុងខាងជើងប្រទេសហ្វាំងឡង់ទៅជ្រុងភាគអាគ្នេយ៍នៃប្រទេសលេតូនីមានព្រំប្រទល់ជាប់បេឡារុសជាសម្ព័ន្ធមិត្តរបស់លោក Vladimir Putin ដែលទីក្រុងមូស្គូបានប្រើប្រាស់ជាបន្តបន្ទាប់ដើម្បីបើកការវាយលុកអ៊ុយក្រែនមិនត្រឹមតែប៉ុណ្ណោះហ្វាំងឡង់អេស្តូនីនិងលេតូនីក៏ស្ថិតនៅក្នុងចំណោមសមាជិកចំណាយធំបំផុតរបស់ NATO ផងដែរទៅលើវិស័យការពារជាតិការព្រួយបារម្ភរបស់មេដឹកនាំប្រទេសទាំង3ខាងលើនេះបន្ទាប់ពីលោកត្រាំប្រធានាធិបតីជាប់ឆ្នោតអាមេរិកប្រកាសដកខ្លួនចេញពីសម្ព័ន្ធភាពយោធានេះដោយសារតែការចំណាយច្រើនពេក Zelensky ស្នើសុំពូទីនដកដូរឆ្លើយសឹកកូរ៉េខាងជើង2នាក់ជាមួយតបខ្លួនប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើសុំពូទីនដកដូរឆ្លើយសឹកកូរ៉េខាងជើងចំនួន2នាក់ជាមួយនឹងឆ្លើយសឹកអ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ីបន្ទាប់ពីចាប់ខ្លួនបាននៅសមរភូមិជំវិញបញ្ហានេះលោក Zelensky បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាចំពោះទាហានកូរ៉េខាងជើងដែលមិនចង់វិលត្រឡប់ទៅប្រទេសវិញទេនោះយើងនឹងមានជំរឿនផ្សេងប៉ុន្តែនរណាដែលចង់បានសន្តិភាពតាមរយៈការលាតត្រដាងការពិតពីសង្គ្រាមនេះយើងនឹងទុកឱកាសឲ្យបើតាមការឲ្យដឹងពីចារកម្មអ៊ុយក្រែនដែលហៅកាត់ថា SBU បានបញ្ជាក់ថាពេលអ្នកទាំងពីរត្រូវបានចាប់ខ្លួនបានមានម្នាក់កាន់កាតយោធារុស្ស៊ីឈ្មោះមនុស្សផ្សេងដែលចោះបញ្ជីនៅសាធារណរដ្ឋទូវ៉ារីឯម្នាក់ទៀតមិនមានឯកសារអ្វីទាំងអស់ហើយពួកគេចេះនិយាយតែភាសាកូរ៉េប៉ុណ្ណោះយោងតាម SUB ដោយមានជំនួយបកប្រែពីភាគីកូរ៉េខាងត្បូងខ្លួនបានសួរចម្លើយទាហានទាំងពីរហើយម្នាក់ដែលមានកាន់កាតយោធារុស្ស៊ីនោះបាននិយាយថាគាត់កើតក្នុងឆ្នាំ2005និងបម្រើក្នុងជួរកងទ័ពកូរ៉េខាងជើងជាទ័ពកំភ្លើងវែងតាំងពីឆ្នាំ2021មកយ៉ាងណាទាហានម្នាក់ទៀតនិយាយមិនកើតទេព្រោះរបួសធ្ងៀមប៉ុន្តែបានផ្ដល់ចម្លើយដោយការសរសេរហើយអ៊ុយក្រែនជឿថាគាត់កើតក្នុងឆ្នាំ1999